ទេវតានៅខាងលើថ្ងៃនេះចាំងសួយសាំងខ្ញុំនិងអ៊ីងស៊ូស៊ូឲ្យរៀបការធ្វើជាប្តីប្រពន្ធពីថ្ងៃនេះទៅរុំសុខរុំទុកស្លាប់រស់មិនប្រត់មិនក្បត់គ្នាជារៀងរហូតទេវតាថែរក្សាសូមឲ្យពួកយើងទាំងពីរធ្វើជាប្តីប្រពន្ធក្របជាតិ这首寻我情中真不散人世的纠缠人生มาทางกายอัตลักษณ์ภูมิปัญญาវិញអ៊ីងស៊ូស៊ូខ្ញុំប្រកាសជាការចាត់ការកំណត់ការធ្វើសាច់ថ្មីសំសំមិនកសិលមិនហ៊ានសម្រាប់មនុស្សម្នាក់ទៀតចាត់ខាតមកមកនៅពេលសម្បត្តិនេះសូមឲ្យមនុស្សនឹងទេវតាបបង់ខ្ញុំចាស់ពិតមែនទេទឹកអូននេះប្រកាសជារលាយមកពីព្រំតករាប់ម៉ឺនឆ្នាំនោះហើយនៅតកមួយនេះបានមានតកមិនឆ្នាំទៅហើយតែមានព្រំភ្លើងដែលមិនចេះរត់ទៀតពួកយើងហៅវាថាកោះភ្លើងតកចុះកោះភ្លើងតកអីឡោះគឺហៅវាថាកោះភ្លើងតកចុះបងទី5មកចាខាងនោះមានកំសាន្តក្បាលស៊ូស៊ូប្រយ័ត្នផងណាស៊ូស៊ូឈប់តាមទៅបងទី5មកចាខាងនោះមានឡានក្មួយទៅចុះឆាប់ទៅមើលទៅស៊ូស៊ូនៅខាងក្នុងនេះកក់ក្ដៅណាមិនហើយអត់មកចាទីនេះមានទឹកខ្ញុំខ្លាចថាពេលជប់ដល់ពួកយើងនឹងដេកនៅតាមតកនោះពេលនេះល្អណាស់ពេលនេះអ្វីក៏មិនខ្លាចទៀតដែរមិនហើយទេវតាថែរក្សាពេលនេះបងទៅរកអស់មួយកំណងមកកាត់ភ្លើងចុះណាទេវតាពិតជាកំពុងជួយយើងមែនតែកោះមួយនេះពួកយើងចាត់ទុកថាមានតែមួយនៅហើយល្អពួកយើងមានផ្ទះហើយមនុស្សដែលនៅក្នុងលោកនេះម្សិលមិញមិនអាចកំចាត់បិសាចអន្តរីនោះបានជាមិនផុតថាមានអារម្មណ៍ល្អទេអ្នកគ្រូត្រូវថែរក្សាខ្លួនឲ្យបានល្អផងណាស៊ីហ្វូអញឆ្លាប់ណាស់ក៏មានការភ្ញាក់រលឹកពួកដែរដូចជាគ្រូនៅឆ្នាំនោះអញ្ចឹងសុទ្ធតែសិស្សពូកែនៅក្នុងប៉ាក់គ្រូអាចប្រាប់អញបានអញនឹងខ្លាចតែជាមេប៉ាក់ចំនួនទី4គឺប៉ាក់អឺមអីអ្នកគ្រូខ្ញុំនៅក្មេងមានបទពិសោធន៍តិចណាស់មានសមត្ថភាពអីទៅកាន់តំណែងនេះទេយ៉ាងម៉េចអ្នកគ្រូគ្មានអីទេគ្រាន់តែកណ្ដោលតូចមួយក្បាលប៉ុណ្ណោះកណ្ដោលតូចអីមិនត្រូវទេគេធំជាងគេគួរតែជាសត្វកណ្ដុរធំសាច់ច្បាំងធំគេតែងតែធ្វើបាបឯងមែនទេគ្មានទេមិញនេះសាច់ច្បាំងធំរបស់ឯងកំពុងលួចស្ដាប់គ្រូមានចេតនាប្រាប់គេឲ្យគេស្ដាប់ឮថាឯងនឹងខ្លាចជាមេប៉ារបស់យើងដើម្បីឲ្យគេគោរពឯងបន្តិចហ្នឹងណាយល់ទេអ្នកគ្រូមិញនេះខ្ញុំភ័យខ្លាំងណាស់ខ្ញុំស្មានថាអ្នកគ្រូពិតជាចង់ឲ្យខ្ញុំធ្វើជាមេប៉ាមែនឯងនិយាយថាម៉េចហ្នឹងកូនសិស្សប៉ាអឺមិញគ្មានឆន្ទៈធំអ្វីមិនចេះគិតសោះហើយអ្នកគ្រូខ្ញុំមិនមែនមិនចង់ធ្វើទេខ្ញុំគ្រាន់តែខ្លាចសមត្ថភាពមិនដល់អាចធ្វើឲ្យអ្នកគ្រូអស់សង្ឃឹមហើយខ្លាចធ្វើឲ្យប៉ាអឺមិញអាប់អន់កិត្តិយសនោះទៅជាកំហុសដ៏ធំមួយស៊ូស៊ូមកវិញហើយអត់មកទី5ហត់ទេមិនហត់ទេ